អ៊ីរ៉ង់គំរាមវាយប្រហារទៅលើប្រទេសជាសម្ព័ន្ធមិត្តអាមេរិកនៅតំបន់មជ្ឈិមបូព៌ាស្របពេលរលកបាតកម្មតវ៉ាកំពុងតែរុញជួយពីពេញប្រទេសនិងការបង្ក្រាបយ៉ាងឃោរឃៅបណ្ដាលឲ្យចំនួនមនុស្សស្លាប់កើនឡើងយ៉ាងតិចជិត 2,600 នាក់នោះមកប្រធានាធិបតីសហរដ្ឋអាមេរិកបានគម្រាមអំពីវិធានការយោធាដ៏ខ្លាំងក្លាប្រសិនបើមិនព្រមបញ្ឈប់ការចាប់ក្រុមអ្នកតវ៉ាប្រហារជីវិតឬព្យួរកប៉ុន្តែរដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ក៏បានប្រមានតបតវិញជាមួយនឹងការវាយប្រហារទៅលើបណ្ដាប្រទេសជាសម្ព័ន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោននៅតំបន់មជ្ឈិមបូព៌ាបណ្ដាញទូរទស្សន៍សង្ហបុរី Channel News Asia បានផ្សាយនៅថ្ងៃពុធទី 14 ខែមករាឆ្នាំ 2026 ថាក្រុមមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេសកាលពីថ្ងៃពុធថារដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់បានប្រមានដល់សម្ព័ន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោននៅតំបន់មជ្ឈិមបូព៌ាថាខ្លួននឹងវាយប្រហារទៅលើមូលដ្ឋានទ័ពសហរដ្ឋអាមេរិកនៅលើដីរបស់ប្រទេសទាំងនោះប្រសិនបើក្រុងវ៉ាស៊ីនតោនវាយប្រហារប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ការប្រមានរបស់អ៊ីរ៉ង់បានកាត់ឡើងក្រោយពេលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានគម្រាមអំពីវិធានការយោធាដ៏ខ្លាំងក្លានៅក្នុងអន្តរាគមន៍ជួយដល់ក្រុមបាតកោអ៊ីរ៉ង់ក្រុមសិទ្ធិមនុស្សបានអះអាងថាចំនួនអ្នកស្លាប់ដោយសារភាពចលាចលនៅក្នុងប្រទេសអ៊ីរ៉ង់បានកើនឡើងជិតដល់ 2,600 នាក់ខណៈក្រុមមេដឹកនាំអ៊ីរ៉ង់កំពុងតែព្យាយាមបង្ក្រាបនៅការតវ៉ានៅទូទាំងប្រទេសដែលជាបញ្ហាប្រឈមដ៏ធំបំផុតសម្រាប់របបគ្រប់គ្រងរបស់ពួកគេចាប់តាំងពីបដិវត្តន៍អ៊ីស្លាមនាឆ្នាំ 1979 រហូតមកក្រមមន្ត្រីអ៊ីស្រាអែលបានឲ្យដឹងថាបើតាមការវិតម្លៃរបស់អ៊ីស្រាអែលគឺលោកប្រធានាធិបតីត្រាំបានសម្រេចចិត្តចូលធ្វើអន្តរាគមន៍ប៉ុន្តែការកំណត់អំពីវិធានការអន្តរាគមន៍យោធានិងពេលវេលានៃសកម្មភាពនេះនៅតែមិនទាន់ដឹងច្បាស់នៅឡើយដោយឡែកមន្ត្រីអ៊ីរ៉ង់ម្នាក់ដែលសុំលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណបានបញ្ជាក់ថាក្រុងតេអ៊ីរ៉ង់បានស្នើឲ្យសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ាត្រូវតែរារាំងដល់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនឲ្យវាយប្រហារមកលើអ៊ីរ៉ង់ទន្ទឹមគ្នានេះដែរក្រុងតេអ៊ីរ៉ង់បានប្រាប់ទៅដល់ប្រទេសក្នុងតំបន់ដោយរាប់បញ្ចូលទាំងអារ៉ាប៊ីសាអូឌីតអារ៉ាប់រួមឬអារ៉ាប់អេមីរ៉េតរហូតដល់ប្រទេសទូគីថាមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសទាំងនោះនឹងរងការវាយប្រហារសងសឹកតបតវិញប្រសិនបើសហរដ្ឋអាមេរិកកំណត់គោលដៅវាយប្រហារប្រឆាំងនឹងប្រទេសអ៊ីរ៉ង់មន្ត្រីអ៊ីរ៉ង់ដដែលនេះបានបន្ថែមថាទំនាក់ទំនងដោយផ្ទាល់រវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោកអាប់បាសអារ៉ាក់ឈីនិងបេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Steve Witkoff បានផ្អាកទៅវិញសកម្មភាពបែបនេះបានឆ្លុះបញ្ចាំងអំពីភាពតានតឹងកាន់តែកើនឡើងខ្លាំងបន្ថែមទៀតបើតាមប្រភពទី2មកពីមន្ត្រីអ៊ីស្រាអែលបានឲ្យដឹងថាគណៈរដ្ឋមន្ត្រីសន្តិសុខរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ក៏បានផ្ដល់ព័ត៌មានសង្ខេបកាលពីល្ងាចថ្ងៃអង្គារទី 13 ខែមករាអំពីលទ្ធភាពនៃការដួលរលំរបបគ្រប់គ្រងឬអន្តរាគមន៍របស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នៅក្នុងបទសម្ភាសន៍ជាមួយនឹងបណ្ដាញទូរទស្សន៍ CBS News កាលពីថ្ងៃអង្គារនោះដែរលោកប្រធានាធិបតីត្រាំបានបដិញ្ញាចិត្តអំពីវិធានការយោធាដ៏ខ្លាំងក្លាបំផុតប្រសិនបើអ៊ីរ៉ង់ប្រហារជីវិតក្រុមបាតកោប្រសិនបើពួកគេព្យួរកក្រុមអ្នកតវ៉ាអ្នកនឹងឃើញអ្វីៗនឹងកើតឡើងទន្ទឹមគ្នានេះដែរលោកប្រធានាធិបតីបានជំរុញឲ្យប្រជាជនអ៊ីរ៉ង់បន្តរក្សានូវការតវ៉ានិងដណ្ដើមកាន់កាប់ស្ថាប័ននានាដោយគាត់បានប្រកាសថាការជួយកំពុងតែដំណើរការប៉ុន្តែគាត់មិនផ្ដល់ព័ត៌មានលម្អិតនោះឡើយ